ទំនិញបែបនេះមានតែលីហាទេដែលចូលចិត្តវ៉ាត្រីធូណាប្រូយខៀវធំម្ល៉េះយ៉ាងហោចណាស់400គីឡូហ៊ានមើលងាយលោកនេះគឺលឿនម្ល៉េះហានៅចង់រត់ទៀតឈប់ពេលលើរួចរាល់ហើយ400គីឡូមិនខុសទេហើយដើម្បីឈិនយន់មិនលើកទូរស័ព្ទឬថាអ្វីដែលលីហានិយាយជាការពិតឬថាស្អាពិតជាត្រូវគេបំផ្លាញហើយលោកសេសិនអ្នកកុំសង្ឃឹមលើឈិនយន់ពេកមានពេលនេះមិនដូចពិចារណាកិច្ចសហការរបស់យើងមិនតបទេអីចឹងប្រាប់មកអ្នកចង់សហការយ៉ាងម៉េចសមុទ្រធំខ្ញុំមិនអាចគ្រប់គ្រងទៀតទេប៉ុន្តែខ្ញុំចង់បានភាគហ៊ុន50នៃស្រាប់ថៃគឺសូបិនទៅបើមិនសហការស្រាប់ថៃគឺរបស់អ្នកប្រហែលសំបីតែត្រីមួយក៏មិនឃើញអ្នកពិតជាគិតថាបើគ្មានអ្នកក្រុមយុវវ័យគ្មានអ្នកគ្រប់គ្រងទៀតឬអ្នកនៅតែគិតថាឈិនយន់អាចជួយអ្នកទុកពីចុះអូយប្រធានសមាគមឈានមកពីឆ្ងាយទឹកជញ្ជូនមកក៏មិនដឹងថាទាន់ពេលឬអត់ថ្លៃដឹកជញ្ជូនលើកនេះក៏ខ្ពស់ណាស់នៅក្រុមយុវវ័យមានតែខ្ញុំប៉ុណ្ណោះដែលមានទំនិញក្រៅពីខ្ញុំគ្មានអ្នកណាធ្វើបានទេដូច្នេះអ្នកកំពុងចង់បានស្រាប់ថៃគឺបោះបង់ចិត្តទៅខ្ញុំមិនប្រកួតពីហ៊ុនឲ្យអ្នកទេអញ្ចឹងខ្ញុំនឹងរងចាំមើលស្រាប់ថៃគឺបិទទ្វារលោកសេសិនឲ្យមនុស្សរបស់អ្នកទៅទទួលទំនិញនៅមុខទ្វារខ្ញុំទើបចាប់បានត្រីធូណាប្រូយខៀវមួយត្រីធូណាប្រូយខៀវត្រីធូណាប្រូយខៀវអីទូកុហកក៏គួរឲ្យជឿបន្តិចទៅត្រីធូណាប្រូយខៀវហើយលឿនជាងទូកល្បឿនលឿនទៀតមួយវិនាទីអាចហើយរត់បានរាប់សិបម៉ៃសូម្បីតែទូកនេសាទអាជីពប្រាក់ផ្សាយនេសាទពិសេសក៏ពិបាកចាប់ពីដែរចំណែកឯឈិនយន់មនុស្សដែលសូម្បីតែទូកក៏គ្មានបាយជាចាប់ពីឡើយដែរលោកស្រីឈិនតាអ្នកត្រូវឈិនយន់បោកហើយឬគាត់គ្រាន់តែរករូបមួយពីអ៊ីនធឺណិតផ្ញើឲ្យអ្នកហើយអ្នកក៏ជឿមែនទេត្រីប្រភេទនេះនៅស្រុកយើងទាំងមូលអស់ជាច្រើនឆ្នាំមកហើយគ្មានអ្នកណាចាប់បានទេឈិនយន់មិនបោកខ្ញុំទេលោកស្រីឈិនខ្ញុំនៅតែនិយាយដដែលសហការជាមួយខ្ញុំពុជនីយដ្ឋាន Think Haven នៅតែអាចដើម្បីបានបើមិនដូច្នោះទេអ្នកចាំតែបិទទ្វារអាជីវកម្មទៅលោកស្រីឈិនប្រញាប់ចេញមកមើលមិននឹកស្មានថាពិតជាត្រីធូណាប្រូយខៀវមែនអ្នកមិនអីទៅលោកលីសូមប្រយ័ត្នបន្តិចត្រីនេះកាច់ណាស់កុំឲ្យវាធ្វើឲ្យអ្នករបួសលោកប្រធានឈិននិយាយថានៅមានគ្រឿងសមុទ្រមួយក្រុមទៀតត្រូវដឹកមកគាត់នាំមនុស្សទៅទទួលទំនិញហើយឈិនយួនអ្នកនៅតែផ្ដល់ភាពភ្ញាក់ផ្អើលឲ្យខ្ញុំប៉ុន្មានទៀតលោកលាវថ្ងៃនេះអ្នកចាប់ត្រីបានប៉ុន្មានទឹកមកវិញហើយនៅលោកលីថ្ងៃនេះយើងមិនចាប់បានសូម្បីតែត្រីមួយក្បាលអ្នកថាអីមួយក្បាលក៏អត់អូហៅតាមានរឿងអ្វីមួយក្រុមសុទ្ធតែអត់បានការចេញសមុទ្រពេញកន្លះថ្ងៃមិនត្រឹមតែមិនចាប់បានត្រីមួយក្បាលថែមទាំងនិយាយថាបានជួបបេសាចសមុទ្រអីឯណាមានបេសាចសមុទ្រនោះគ្រាន់តែជាលេសប៉ុណ្ណោះប៉ុន្តែខ្ញុំជឿថាឈិនយួនមានអាកំបាំងធំមួយគាត់មានតែខ្លួនម្នាក់សូម្បីតែនាវាចាស់មួយក៏គ្មានតែបែរជាអាចចាប់ត្រីធូណាប្រូយខៀវដោយដៃខ្ញុំនៅជាមួយគាត់យូរហើយគាត់តែងតែជាមនុស្សក្រីក្របើមានអាកំបាំងខ្ញុំគួរតែដឹងតាំងពីយូរហើយមិនថាគាត់មានអាកំបាំងឬអត់ទេក្នុងអំឡុងពេលហាមនេសាទបែរជាលួចចេញទៅនេសាទថែមទាំងសង្សារដោយខុសច្បាប់គាត់ល្មើសទាំងពីរនេះគ្រប់គ្រាន់ឲ្យគាត់ជាប់គុកអស់មួយជីវិតបងប្អូនទាំងអស់គ្នាឃើញទេត្រីធូណាប្រូយខៀវរស់ទម្ងន់យ៉ាងហោចណាស់ជាង400គីឡូថ្ងៃនេះមកភោជនីយដ្ឋាន Think Haven ពិតជាមកត្រូវកន្លែងឥឡូវលើអ៊ីនធឺណិតតម្លៃត្រីនេះឡើងថ្លៃខ្លាំងណាស់ភោជនីយដ្ឋាន Think Haven របស់យើងខ្លាចជាកន្លែងដើម្បីសម្រាប់ឆែកវាក៏ជារឿងធម្មតាដែរព្រោះត្រីធូណាប្រូយខៀវរស់ពិតជាកម្រណាស់មានលុយក៏ពិបាកទិញទើបតែលោកប្រធានឈានក៏ទូរស័ព្ទមកសុខចិត្តចេញ3លានយន់ទិញត្រីនេះខ្ញុំគិតថាតម្លៃនេះលើការរំពឹងទុកហើយអ្នកគិតយ៉ាងម៉េចមិនថាប៉ុន្មានក៏មិនលក់អញ្ចឹងអ្នកក្រុមធ្វើម៉េចចិញ្ចឹមវាទុកបែបនេះរហូតឬត្រីធំនេះរាល់ថ្ងៃស៊ីល្អជាងខ្ញុំទៀតខ្ញុំចិញ្ចឹមមិនរួចទេនៃខ្ញុំគឺកាត់លក់ជាចំណិតអ្នកចង់ថាយកវាទៅធ្វើម្ហូបបាទព្រោះយើងជាភោជនីយដ្ឋានត្រូវការរក្សាការចាប់អារម្មណ៍ជាបន្តលក់3លានឲ្យមនុស្សម្នាក់ក៏ល្បីបានតែមួយថ្ងៃតែបើកាត់លក់អាចលក់បានជាមួយខែការចាប់អារម្មណ៍ក៏អាចបន្តបាន1ដល់2ខែអ្នកថាមួយណាចំណេញជាងនេះគឺជាយុទ្ធសាស្ត្របង្កើតភាពខ្វះខាតក្នុងទីផ្សារបងប្អូនទាំងអស់ម្ចាស់គ្រប់គងមកហើយមើលគឺគាត់នឹងក្មេងម្លេះពិតឬមិនអាចទេត្រីនេះយ៉ាងហោចណាស់ជាង400គីឡូក្រៅពីសង្ហាបន្តិចគាត់ចាប់ត្រីបែបនេះដោយអ្វីលោកស៊ីត្រីនេះលក់យ៉ាងម៉េចខ្ញុំធំមកដល់សប្តាហ៍ឃើញត្រីធូណាធំបែបនេះជាលើកដំបូងខ្ញុំឲ្យ1.5លានទិញអ្នកស្លៀកពាក់ដូចអ្នកសុំទាន1.5លានឥឡូវមានថៅកែធំឲ្យ7លានហើយលោកស៊ីសូមបើកម្លៃមកត្រីនេះខ្ញុំត្រូវតែបានសូមអភ័យទោសអ្នកទាំងអស់គ្នាត្រីទាំងមូលនេះភោជនីយដ្ឋាន Think Haven របស់យើងមិនលក់ទេមិនលក់ដាក់តាំងនៅសន្តាគារមិនមែនសម្រាប់លក់ទេថ្ងៃស្អែក Think Haven នឹងដាក់លក់ឈុតម្ហូបត្រីធូណាប្រូយខៀវកម្រិតកំពូលលក់ជាចំណិតមួយចំណិត888យន់ក្នុងមួយថ្ងៃមានតែ50ចំណែកប៉ុណ្ណោះអ្នកចង់ថាមនុស្សធម្មតាដូចពួកយើងក៏អាចសាក់រសជាតិត្រីធូណាកំពូលនេះដែរតែមានតែ50ចំណែកក្នុងមួយថ្ងៃសាច់ប៉ុណ្ណឹងឲ្យអ្នកណាស៊ីគ្រប់ទិញតែស្មើភាពគ្នាមកមុនបានមុនរាល់ថ្ងៃម៉ោង10ព្រឹកបើកលក់តាន់ពេលយឺតដៃអស់បងប្អូនបានហើយទេនេះហើយតែខុសវិស័យមិនមែន998ទេត្រឹមតែ888កំពូលត្រឡប់ផ្ទះក្នុងរយៈពេល1នាទីខ្ញុំចង់បានអាសយដ្ឋានពិតប្រាកដរបស់ Think Haven នឹកស្មានថាមនុស្សក្រីក្រដូចខ្ញុំក៏អាចស៊ីម្ហូបកម្រិតកំពូលបែបនេះទៅហើយនៅចាំអីទៀតខ្ញុំទៅយកកៅអីតូចមកអង្គុយតម្រង់ជូននៅមុខខាងលើនេះមើលទៅថ្ងៃស្អែកផ្ទះបាយនឹងផ្នែកទទួលភ្ញៀវនឹងរវល់ខ្លាំងទៀតហើយលោកលីតើយើងគួរធ្វើដូចម្តេចខាងភោជនីយដ្ឋាន Think Haven ទើបតែមានកៅអាបាឡូនលំដាប់កំពូលឥឡូវនេះទៀតក៏បានត្រីធូណាប្រូយខៀវរួមមួយក្បាលឥឡូវនេះទំនិញរបស់ភោជនីយដ្ឋាន Haitian Feast របស់យើងក៏ចិត្តអស់ដែរភ្ញៀវទាំងអស់រត់ទៅអស់ហើយយើងប្រកួតជាមួយពួកគេយ៉ាងម៉េចទៅថៅកែជីនកុំបារម្ភប៉ុន្មានថ្ងៃនេះខ្ញុំនឹងនាំមនុស្សចុះសមុទ្រផ្ទាល់ទៅចាប់អាហារសមុទ្រលំដាប់កំពូលតែពេលនេះពួកគេកំពុងល្បីខ្លាំងទោះបីយើងមានទំនិញក៏ដោយក៏មិនប្រកាសថាអាចទាញភ្ញៀវត្រឡប់មកវិញបានដែរមិនមែនតែអាហារសមុទ្រទេចាំមើលចុះខ្ញុំនឹងទៅចាប់របស់ពីសមុទ្រជ្រៅខ្ញុំបានចំណាយលុយយ៉ាងច្រើនបញ្ជាទិញឧបករណ៍ចាប់ត្រីសមុទ្រជ្រៅអាជីពមួយកញ្ចប់រួចហើយទុកឲ្យឈិនយួនអួតបានពីរបីថ្ងៃសិនចុះពេលទំនិញរបស់ខ្ញុំមកដល់ខ្ញុំនឹងធ្វើឲ្យ Think Haven បិទទ្វារជារៀងរហូត
880 យន់នេះចំណាយពិតជាមានតម្លៃណាស់ខ្ញុំរួមមកចិត្តពាក់កណ្ដាលជីវិតហើយញ៉ាំត្រីដែលទុនផ្អែមនិងស្រស់បែបនេះទេថ្ងៃស្អែកខ្ញុំនឹងមកតម្រង់ជួបទៀតញ៉ាំរួចឆាប់ចេញទៅកុំឈប់បានផ្លូវខ្ញុំរងចាំសើមិនបានហើយបងប្អូនទាំងអស់គ្នាឃើញទេដើម្បីបានញ៉ាំមួយមាត់នេះខ្ញុំបានយកកង់មកតម្រង់ជួបតាំងពីម៉ោង5ព្រឹកឥឡូវនេះជួបបានវែងដងខាងទៀតនៃផ្លូវហើយមែននោះជាត្រីធូណាប្រូជៀវព្រៃណាថៅកែនេះដូចជាកំពុងធ្វើសប្បុរសធម៌អញ្ចឹងចិនយួនឈុតអាហាររបស់អ្នកពិតជាអស្ចារ្យណាស់ត្រី50ចំណែកលក់អស់ក្នុងរយៈពេលមិនដល់10នាទីចំណូលភ្លាម44 400យន់មិនទាន់ចប់ទេភ្ញៀវដែលមិនទាន់ទិញបានត្រីធូណាមិនសុខចិត្តត្រឡប់អស់គ្នាបានកុំអារម្មណ៍ក្នុងត្រីក្រុមធ្វើបង្កងនឹងស្រាលលំដាប់ខ្ពស់ត្រឹមព្រឹកនេះប៉ុណ្ណោះចំណូលរបស់ធីងេថាវិញលើ150 000ជាប្រាក់ចំណេញមួយខែពីមុនទៅទៀតបារ៉ូបានច្រើនបែបនេះអញ្ចឹងលោកស្រីតាអ្នកមានបំណងផ្ដល់រង្វាន់អ្វីឲ្យខ្ញុំដែលជាវីរបុរសធំយប់នេះខ្ញុំអញ្ជើញអ្នកទៅញ៉ាំអាហារលំដាប់ខ្ពស់មួយពេលបានទេគ្រាន់តែញ៉ាំបាយប៉ុណ្ណោះលោកស្រីភាពស្មោះត្រង់របស់អ្នកមើលទៅសាមញ្ញពេកហើយអញ្ចឹងតើអ្នកនៅចង់បានអ្វីទៀតខ្ញុំអូយអ្នកណានឹងមករំខានពេលសំខាន់បែបនេះម៉ែហេតុអ្វីម៉ែទូរស័ព្ទមកពេលនេះម៉េចម៉ែទូរស័ព្ទតកូនត្រូវមើលថ្ងៃល្អមកអត់ទៀតឬជើមកទៀតឬម៉ែទៅតែតាក់ទងយ៉ាងលេងទៅដឹងថាអ្នកទាំងពីរបែកគ្នាហើយបាទបែកគ្នាហើយរឿងលំអិតម៉ែកុំសួរទៀតអីថ្ងៃនេះម៉ែទូរស័ព្ទមកមានរឿងមិនទាន់អ្វីបែកគ្នាក៏ល្អដែរស្រីបែបនោះមិនស័ក្តិសមនឹងកូនប្រុសម៉ែទេម៉ែប្រាប់កូនមានលឺដែលនៅផ្ទះចុះគ្នាបានណែនាំកូនស្រីម្នាក់ឲ្យកូនទៅមើលចិត្តនាងជាកូនស្រីរបស់អូនស្រីបង្កើតរបស់នាងលេវនាងលក់ឡាននៅទីរួមស្រុកស្អាតទាំងពូកែការងារលក្ខខណ្ឌល្អណាស់កូនស្រីរបស់អូនស្រីនាងលេវម៉ែបើមិនអីទេកុំទៅអីកុំថាកុំទៅឪពុកកូនស្លាប់តាំងពីកូននៅតូចម៉ែគ្រាន់តែចង់ឲ្យកូនឆាប់មានគ្រួសារម៉ែបានជ្រើសកូនស្រីម្នាក់លក់ឡាននៅទីរួមស្រុកម៉ែបានឲ្យលេខទូរស័ព្ទកូនទៅនាងហើយតែទៀតនាងនឹងតាក់ទងកូនកុំធ្វើឲ្យកូនបើមិនដូច្នោះទេកុំហៅម៉ែថាម៉ែទៀតម៉េចអ្នកទៅមើលចិត្តមែនពាក្យរបស់មនុស្សចាស់មិនអាចមិនស្ដាប់បានទេអញ្ចឹងសូមឲ្យការមើលចិត្តរបស់អ្នកជោគជ័យមុននេះមិនទាន់ល្អទេតើមានរឿងអ្វីកើតឡើងសួស្ដីតើអ្នកជីចាញ់យន់ទេខ្ញុំឈ្មោះលេមីអ្នកមីងវងណែនាំពេលថ្ងៃត្រង់នេះអ្នកទំនេរជួបទេបានខ្ញុំទំនេរពេលថ្ងៃត្រង់អញ្ចឹងបន្តិចទៀតជួបគ្នានៅធីងហេផាវិលតែម្ដងឮថាអាហារសមុទ្រនៅទីនោះឆ្ងាញ់ជួបគ្នានៅទីនោះធីងហេផាវិលនេះសំនឹងជាសន្តាគារកែប្រាមែនពិតជាអស្ចារ្យណាស់មែនហើយញ៉ាំមួយពេលនៅទីនេះប្រហែលជាត្រូវចំណាយជា10000យន់មែនទេក៏ធម្មតាប៉ុណ្ណឹងដែរមែនហើយមី